គណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែររាជធានីភ្នំពេញរៀបចំផែនការយុទ្ធសាស្ត្រនិងសម្ពោធទីស្នាក់ការថ្មីក្នុងខណ្ឌកំពូលកាលពីថ្ងៃទី20និង21ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះថ្នាក់ដឹកនាំគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែររាជធានីភ្នំពេញបានបន្តសកម្មភាពនយោបាយយ៉ាងមមាញឹកដើម្បីពង្រឹងរចនាសម្ព័ន្ធនិងពង្រីកវត្តមានបកឲ្យកាន់តែរឹងមាំទូទាំងរាជធានីយុទ្ធនាការនេះត្រូវបានដឹកនាំដោយលោកចេប កឹមអៀងនិងលោកញឹមវីរៈប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីនៃគណៈបកទាំងពីរដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗដូចជាការរៀបចំផែនការយុទ្ធសាស្ត្រនាថ្ងៃទី20ខែកុម្ភៈថ្នាក់ដឹកនាំរាជធានីបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខណ្ឌទាំង14ដើម្បីដាក់ចេញនូវផែនការសកម្មភាពលើកស្លាកគណៈបកឆន្ទៈខ្មែរនិងជួសជុលស្លាកគណៈបកភ្លើងទៀនឡើងវិញទន្ទឹមនឹងនេះកិច្ចប្រជុំក៏បានផ្ដោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធមូលដ្ឋានតាមសង្កាត់នីមួយៗឲ្យបានរួចរាល់ជាស្ថាពរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2027ការសម្ពោធទីស្នាក់ការខណ្ឌកំពូលនៅរសៀលថ្ងៃទី21ខែកុម្ភៈថ្នាក់ដឹកនាំបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅទីស្នាក់ការគណៈបកក្នុងខណ្ឌកំពូលរាជធានីភ្នំពេញពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនិងមានការចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំរាជធានីខណ្ឌនិងសង្កាត់សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញពីការបដិញ្ញាចិត្តខ្ពស់និងការសហការគ្នាយ៉ាងស្អិតរមួតរបស់គ្រួសារប្រជាធិបតេយ្យក្នុងការបម្រើប្រជាពលរដ្ឋនិងការពង្រឹងគ្រឹះនយោបាយនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពរឹងមាំ